select ខែដែលយើងត្រូវប្រកាសហើយមាន select ខែ5ហើយយើងស្វែងរកចឹងអានេះយើងមានអិនទៀនយោងចឹងកន្លែងនេះយើង select ថាយើងមានអិនទៀនយោងណាបើខ្លះអិនខ្លះវាអត់មានអិនទៀនយោងទេអញ្ចឹងយើងបាច់ select ទេយើងដាក់អត់មានអញ្ចឹងណាអញ្ចឹងអានេះយើងមានដាក់មានហើយយើង copy អា barcode មក control V វិញស្វែងរកហើយយើងមើលថាយោងហើយនៅ amount ដែលយើងដាក់ចូលមិនត្រូវអត់នេះឥឡូវអូនឯងមើលយោងសិនអានេះដែលអាយោងមកឃើញអត់ត្រូវអូខេអានេះយោងទៅអញ្ចឹងយើងផ្ទៀងអាយោងទៅខែមុខទៀត63អូខេត្រូវអញ្ចឹងអានេះអាពន្ធដែលយើងត្រូវបង់នៅក្នុងខែអាកដាលនេះមិនឃើញអត់ប្រាក់ពន្ធត្រូវបង់នេះត្រូវប្រាក់ពន្ធត្រូវបង់នៅក្នុងខែហ្នឹងអញ្ចឹងយើងយកមើលអា cover យើងនេះបានចូលពីថ្មីហើយអត់បានសម្ដាគឺដាក់លេខដាក់លេខទូរស័ព្ទអត់អញ្ចឹងយើងផ្ទៀងមួយមកថា PPT វាត្រូវបង់ 16,000 អញ្ចឹងយើងមើលនេះរំលោះ PPT 1%ហ្នឹង 16,000 បាយអញ្ចឹងត្រូវហើយអានេះ 10% វាធ្វើតាក់ 10% ចាំមើលនេះពន្ធកាត់ទុកលើថ្លៃឈ្នួលអា 10% ហ្នឹង 40,000 អូខេហ្នឹងត្រូវអានេះពន្ធប្រាក់ខែអញ្ចឹងយើងមើលពន្ធប្រាក់ខែអាមិនប៉ុណ្ណឹងត្រូវអញ្ចឹងអាយើងដាក់ចូលហ្នឹងវាត្រូវអញ្ចឹងរក្សាទុកដល់ខ្លួនចឹងចូលខ្ញុំបាយលេខទៅណាអត់ប៉ុណ្ណឹងចាអូខេចាំផ្លែបងចេញចូលឲ្យវាដើរសិនមកវិញចឹងអានេះឃើញវានៅក្នុងខែ5នេះប្រកាសពន្ធប្រចាំខែ5អាយើងនេះហ្នឹងយើងចាំរត់វាមិញហ្នឹងហើយអានេះយកជួយគេនេះមកយើងបោះពុំពាក្យស្នើសុំអានេះគេហៅ form ទម្រង់ form P101 អាហ្នឹងពេលយើងត្រូវបង់លុយអានេះវាចេញ amount ហើយពេលយើងត្រូវបង់លុយយើងគ្រាន់តែ scan អាហ្នឹងទៅនៅក្នុង system វាមើលសោះមកទៅហើយបោះពុំអត់ចប់ទេដាក់មិនចប់អត់បងចប់ទេទៅឲ្យទៅលើបងខាងខាងរត់ខាងអីចឹងអត់ចប់បងហើយសាវចង់ពីលោកគ្រូទៅបើសិនជាត្រូវធ្វើបងឲ្យធ្វើចឹងហើយមើល review ហើយព្រៀងអាពេល101នឹងខ្លួនចាបងចានេះសេវមកដាក់សម្រាប់ពេល101ខែ5 25អីហើយចាំសិនដល់ណាបងអូខេចាបង